លោកអ្នកចង់ផ្លាស់ប្ដូរអនាគតកូនរបស់លោកអ្នកជាមួយនឹងចំណេះដឹងផ្នែក coding មែនទេថ្ងៃនេះខ្ញុំសូមណែនាំសាលាបង្រៀនកូដមួយដែលមានឈ្មោះថា Algorithmic ភ្នំពេញខ្ញុំបាទឈ្មោះរឿនអភិរក្សហើយបច្ចុប្បន្នខ្ញុំគឺជាគ្រូបរិញ្ញាបត្រនៅសាលា Algorithmic ភ្នំពេញបរិញ្ញាបត្រទៅលើមុខវិជ្ជា Python Programming Language ហើយនិង Visual Programming អញ្ចឹងមុខវិជ្ជាពីរនេះគឺសំខាន់សម្រាប់សិស្សសូម្បីតែកូនសិស្សខ្លះគាត់អត់ដឹងថារៀន program ហ្នឹងទៅយកទៅធ្វើអីទេក៏ប៉ុន្តែដល់ពេលចាប់ផ្ដើមរៀនបដាល during the course ហ្នឹងគឺគាត់បានអាច understand បដាលថាអូតាមពិត program វាអញ្ចឹងសោះហើយ finally គឺជា achievement របស់គាត់បាន create បច្ចេកជាច្រើនដូចជា fast clicker game ដូចជា candidate game ដូចជា create your own game របស់ពួកគាត់ personal game របស់ពួកគាត់អញ្ចឹងឃើញថាពួកគាត់អាចផ្លាស់ប្ដូរច្រើនតាំងពីកុមារីដែលជាអ្នកលេងហ្គេមរហូតក្លាយទៅជាអ្នកដែលបង្កើតហ្គេមហើយលេងហ្គេមដែលខ្លួនឯងបង្កើតហ្នឹងខ្ញុំ really recommend មែនតើដើម្បីផ្លាស់ប្ដូរកូនពួកគាត់ព្រោះថាក្នុងការលេងហ្គេមបើសិនជាយើងបដ ாய் គាត់លេងរហូតក៏វាប៉ះពាល់ទៅដល់ការសិក្សារបស់គាត់ដែរតែទន្ទឹមនឹងហ្នឹងគឺយើងបញ្ចូលនៅជំនាញចំណេះដូចជាខាង programming ខាង create game ដើម្បីឲ្យគាត់និយាយទៅវា really interested សម្រាប់គាត់មែនតើសួស្តីបងឈ្មោះដានីកូនស្រីរបស់បងកំពុងតែរៀននៅវគ្គ coding នៅសាលា Algorithmic ភ្នំពេញមូលហេតុដែលបងបញ្ជូនឲ្យកូនស្រីមករៀននៅសាលា Algorithmic ភ្នំពេញទី1គឺដោយសារតែគាត់ចូលចិត្តផ្នែក IT ហ្នឹងហើយទី2បងយល់ឃើញថាជំនាញ IT ឬក៏ជំនាញ AI ជាដើមទុនមួយដ៏ល្អសម្រាប់ការងាររបស់គាត់ទៅថ្ងៃអនាគតទី3គឺបងចង់ឲ្យកូនរីករាយនៅអីដែលគាត់កំពុងធ្វើហើយការដែលមកសាលា Algorithmic ភ្នំពេញហ្នឹងគឺគាត់បានមកចូលទៅក្នុង community នៃអ្នកដែលចូលចិត្តលើវិស័យ IT ដូចគ្នាអញ្ចឹងបងសង្កេតឃើញថាកូនមានភាពរីករាយហើយគេចង់រៀនខ្លាំងមែនទែនជំរាបសួរខ្ញុំឈ្មោះគូសុភារីខ្ញុំមានកូន2នាក់រៀននៅសាលាកូនទី1ឈ្មោះវិចិត្ររីដារ៉ូកូនទី2ឈ្មោះវិចិត្ររីដានីតាដារ៉ូគាត់រៀននៅថ្នាក់ Visual Program ចំណែកនីតាគាត់រៀននៅថ្នាក់ Coding គាត់ចូលចិត្ត Computer គាត់ចូលចិត្តពេលដែលគាត់ត្នេមុននឹងគាត់យកទូរស័ព្ទមកគឺគាត់សុំបើក Computer គាត់មុនអញ្ចឹង Computer គាត់ហ្នឹងគាត់ប្រាប់ខ្ញុំថានៅសាលាគេមាន onlineអញ្ចឹងរាល់មេរៀនទាំងអស់អ្នកគ្រូនឹងដាក់ចូលក្នុង online platform គាត់អាចពេញ homework ឲ្យហើយឬក៏គាត់ចំណាយពេលបង្កើតជា game ខ្លួនឯងខ្ញុំឃើញគាត់ design លក្ខណៈ game ដែលមានរូប cartoon ខាអីគាត់ប្រាប់ថានេះជា assignment របស់គាត់អ្វីដែលប្លែកហ្នឹងគឺគាត់ចាប់ផ្ដើមដឹងថាគាត់អាចបង្កើត game ខ្លួនឯងអញ្ចឹងគាត់ share ព័ត៌មានហ្នឹងមកយើងក៏សប្បាយចិត្តដែរដោយសារក្រៅពីលេង game គាត់ចេះបង្កើត game ហើយគាត់ដឹងថា computer ហ្នឹងមានអីខ្លះ website ណាដែលគាត់ចូលបានចឹងគាត់ understand ច្រើនជាងមុន Hi, my name is Darrow. I am 10 years old. I come to study in algorithmics because it helps us get more knowledge and how to make our own games. And here we can make our own future by making our own games and making technology. I enjoyed the school because I have more friends and I could get more intelligence and I could also make robots to move or my own game that I could design ជំរាបសួរខ្ញុំឈ្មោះហុកចិន្តាបច្ចុប្បន្ននេះខ្ញុំជាសមាជិកក្រុមប្រឹក្សាវិបាលនៃសាលា Algorithmic ភ្នំពេញ Algorithmic ភ្នំពេញគឺជាសាលាមួយដែលបានផ្ដល់អាជ្ញាប័ណ្ណដោយ Algorithmic Global ដែលបច្ចុប្បន្ននេះកំពុងដំណើរការនៅជាង90ប្រទេសមានដៃគូសហការជាង515សិស្សដែលបានបញ្ចប់វគ្គសិក្សាមានរហូតដល់ទៅជាង1លាននាក់សាលា Algorithmic ភ្នំពេញយើងនេះគឺយើងមានមុខវិជ្ជាទាំងអស់13សម្រាប់កុមារនិងយុវជនរបស់យើងដែលមានអាយុចាប់ពី6ឆ្នាំដល់18ឆ្នាំខុសរបស់យើងទាំងអស់នឹងដែរគឺយើងចាប់ផ្ដើមពី Coding ដែលជាខុសមួយសម្រាប់ក្មេងៗដែលអាយុចាប់ពី6ទៅ7ឆ្នាំរហូតដល់ខុសចុងក្រោយគេគឺ Front End Development សម្រាប់បងប្អូនអាយុពី17ទៅ18ឆ្នាំបច្ចុប្បន្ននេះដោយសារវិស័យព័ត៌មានវិទ្យាក៏ដូចជា Digital Life នៅទូទាំងសកលលោកមានការរីកចម្រើនខ្លាំងនៅក្នុងសតវត្សទី21នេះគិតថាពាក់ព័ន្ធជាមួយនឹង Digital ក៏ដូចជាបច្ចេកវិទ្យា
បញ្ញាសិប្បនិម្មិតក្តីគឺតើតួនាទីសំខាន់សម្រាប់ជួយសេដ្ឋកិច្ចប្រទេសជាតិក៏ដូចជាជួយសេដ្ឋកិច្ចទូទាំងសកលលោកផងដែរនៅក្នុងសាលា Algorithmic ភ្នំពេញគ្រប់ខុសនីមួយៗដែលមានទាំងអស់13ខុសនេះគឺការសិក្សារបស់យើង base ទៅលើ project បាទគឺគេហៅថា project based learning អញ្ចឹងអត់សូវជាបញ្ហាសម្រាប់បងប្អូនដែលមានការធុញទ្រាន់ឬមួយក៏មានការមិនចង់រៀនឬមួយក៏អីទេដោយសារនៅក្នុងកម្មវិធី project based learning គឺធ្វើឲ្យពួកគាត់មានការងារច្រើននៅក្នុងការស្រាវជ្រាវបង្កើតថ្មីធ្វើការជា team work បន្ទាប់មកគាត់បញ្ចប់ project របស់គាត់ហើយក៏ធ្វើបទបង្ហាញទៅលោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាលនៅពេលដែលគាត់បញ្ចប់វគ្គសិក្សានីមួយៗហើយការសិក្សានោះផងដែរគឺគាត់ពិតជារីករាយដោយសារយើងមានទទួលបានគ្រូដែលគាត់ទទួលបទពិសោធន៍ក៏ដូចជាការទទួលស្គាល់ជាលក្ខណៈសកលមកចូលរួមក្នុងការចែករំលែកនៅបទពិសោធន៍ទាំងអស់ហ្នឹងហើយក៏យើងមានកម្មវិធីសកម្មភាពផ្សេងៗនៅក្នុងថ្នាក់រៀនដូចជា game ដូចជា team work ឬមួយក៏ team building នៅក្នុងថ្នាក់យើងដែលធ្វើឲ្យគាត់គិតថា1ម៉ោងកន្លះដែលគាត់រៀនឬមួយក៏1ម៉ោងដែលគាត់រៀនហ្នឹងគឺវាលឿនមែនតើដោយសារគាត់ចាប់អារម្មណ៍គាត់ពេញចិត្តអញ្ចឹងភាគច្រើនគឺគាត់មានចំណាប់អារម្មណ៍គាត់មានទឹកចិត្តសប្បាយរីករាយបន្ទាប់ពីជួបជុំមិត្តភ័ក្តិនៅក្នុងថ្នាក់ទទួលបានចំណេះដឹងជំនាញទៅលើការបង្ហាញរបស់គ្រូហើយរួមទាំងជាពិសេសនោះទៀតគឺ platform របស់យើងដែលផ្ដល់ដោយ global គឺយើងអាច access បាន 24/7 អញ្ចឹងអូនអាច enjoy ជាមួយនឹងការរៀនការអនុវត្តក៏ដូចជាការធ្វើជា project ផ្សេងៗនៅក្នុងថ្នាក់ក្តីនៅផ្ទះក៏បានហើយក៏មានការ flexible ដែរទៅលើការរៀនដូចជាគាត់អាចរៀន online ក៏បានគាត់រៀននៅក្នុងថ្នាក់ក៏បានឬមួយក៏ធ្វើការជាក្រុមដើម្បីសម្រេច project របស់គាត់នេះជាចំណុចពិសេសខ្ញុំគិតថាជួយដល់បងប្អូនក្នុងការទទួលយកចំណេះដឹងជំនាញថ្មីនៅក្នុងសតវត្សទី21នេះបាទជាចុងក្រោយខ្ញុំបាទតំណាងឲ្យសាលា Algorithmic ភ្នំពេញសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ាម៉ាក់ដែលផ្ដល់ឱកាសឲ្យកូនបានរៀនសរសេរកូដជាមួយនឹងសាលាការចូលរួមរបស់ប៉ាម៉ាក់មិនត្រឹមតែជាការជួយដល់កូននៅក្នុងការសម្រេចសេចក្តីប្រាថ្នារបស់គាត់នៅក្នុងការអភិវឌ្ឍចំណេះដឹងសរសេរកូដប៉ុណ្ណោះទេប៉ុន្តែគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលមូលធនមនុស្ស Digital ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital 2021-2035 របស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញនិងកសាងពលរដ្ឋ Digital ធុរកិច្ច Digital និងរដ្ឋាភិបាល Digital បាទសូមអរគុណបាទជាចុងក្រោយខ្ញុំសង្ឃឹមថាឪពុកម្ដាយទាំងអស់នឹងបានយល់ដឹងបន្ថែមអំពីសាលា Algorithmic ភ្នំពេញពីសកម្មភាពនៃការសិក្សាក៏លោកគ្រូអ្នកគ្រូក៏ដូចជាសិស្សសាស្ត្រនៅទីនេះអញ្ចឹងបើសិនជាលោកអ្នកចង់ផ្លាស់ប្ដូរអនាគតរបស់កូនលោកអ្នកជាមួយនឹង programming ក៏ដូចជា coding កុំភ្លេចសាលា Algorithmic ភ្នំពេញសូមអរគុណ